ទស្សនីអ្នកទាំងអស់គ្នាចាថ្ងៃនេះគឺយើងមានដំណើរកំសាន្តមួយដែលយើងនឹងធ្វើដំណើរទៅខេត្តព្រះសីហនុចាចង់ដឹងថាដំណើរកំសាន្តរបស់ពួកយើងមានអ្វីខ្លះហើយអឺសប្បាយរីករាយខ្លាំងប៉ុណ្ណាយើងទស្សនាទាំងអស់គ្នាចាំដល់ទីនេះយើងឃើញទឹកមុខពួកគាត់ម្នាក់អូសប្បាយរីករាយខ្លាំងមែនទែនយើងឃើញតែទឹកមុខពួកគាត់យើងដឹងហើយថាសប្បាយប៉ុណ្ណាចាមកដល់នេះយើងឃើញថាបន្ទាប់ពីយើងជិះបានមួយផ្លែពួកគាត់រំគ្នារួមច្រៀងពេញក្នុងឡានទាំងអស់ដើម្បីបង្កើនការសប្បាយរីករាយកាន់តែបន្ថែមទៀតចាពេលនេះយើងជិតមកដល់ហើយម្នាក់គឺកាន់តែសប្បាយរីករាយបន្ថែមទៀតក្នុងការដែលយើងនឹងដល់កន្លែងព្រះថោងនាងនាគហើយពេលទៅដល់ទីនេះគឺយើងនឹងចុះក្នុងការថតរូបហើយនឹងទស្សនាក៏ដូចជានិយាយខ្លះជូនទៅដល់លោកគ្រូម្នាក់ដែលគាត់ជន់ជិតកូរ៉េហើយគាត់ឆ្ងល់មែនតើថាហេតុអ្វីបានជាធ្វើរូបសំណាក់បែបនេះផងដែរចាអញ្ចឹងគឺបន្តិចទៀតគឺយើងនឹងចុះទៅថតព្រមទាំងទស្សនាក៏ដូចជានិយាយពីប្រវត្តិខ្លះអំពីព្រះថោងនាងនាគនេះផងដែរចាមកដល់នេះគឺយើងខ្ញុំកំពុងតែរៀបរាប់រឿងរ៉ាវខ្លះជូនទៅដល់លោកគ្រូជន់ជីកូរ៉េហើយសូមបញ្ជាក់ផងដែរថានេះមិនមែនតែខ្ញុំកាយទៅកាន់គាត់ជាភាសាកូរ៉េទេគឺជាភាសាខ្មែរនេះឯងចាំបន្ទាប់ពីយើងរៀបរាប់ជូនលោកគ្រូស្ដាប់ហើយមកដល់ក្នុងការដែលយើងឡើងទៅថតរូបផងដែរយ៉ាមកហើយទីបយ៉ាកាច់ចកេះកាច់រៀងបន្តិចហើយក៏បង្ហាញមុខកាមេរ៉ាមែនចាមកដល់នេះយើងឃើញហើយស្រីស្អាតកំពុងតែក្នុងគ្នាថតរូបចានេះកញ្ញា1.8 ម៉ែត្រមកដល់ពេជ្រប៉ោងយ៉ាវទៅហើយចាំបន្ទាប់ពីយើងថតរូបហើយឥឡូវយើងរៀបចំឡើងឡានវិញដើម្បីទៅកន្លែងសម្រាប់ញ៉ាំបាយថ្ងៃត្រង់ក៏ដូចជាកន្លែងដែលយើងនឹងត្រូវចុះលេងផងដែរចាម្នាក់គឺបន្តដំណើរទៅទៀតហើយចាឥឡូវនេះយើងមកដល់កន្លែងដែលយើងត្រូវចុះសម្រាកដូចជាញ៉ាំអាហារហើយចាយើងឃើញថាទេសភាពគឺពិតជាស្រស់ស្អាតខ្យល់ត្រជាក់ខ្លាំងមែនទែនម្នាក់គឺកំពុងតែរៀបចំខ្លួនចុះទៅក៏ដូចជារៀបចំនៅសម្ភារៈផ្សេងដូចជាអាហារផ្សេងដែលយើងត្រូវញ៉ាំនៅអាហារថ្ងៃត្រង់ជាមួយគ្នានេះផងដែរចាចុះមកមួយកញ្ញាយើងមានវ៉ែនតាមានអីស្អាតមែនតើចាំមានទាំងក្មេងមានទាំងចាស់មានទាំងយុវជនយុវនារីពិតជាសប្បាយមែនតើ
ធ្វើការយកអីវ៉ាន់ចេញពីគូឡានខាងក្រោយដើម្បីទៅកន្លែងរៀបចំអាហារញ៉ាំអូមកដល់ចាក្មេងៗឃើញសមុទ្រហើយរត់ទៅលេងចំណែកយុវនារីរបស់យើងចាថតរូបអ្នកមានគូមករកគូថតរូបចាឃើញហើយពិតជាសប្បាយមែនតើគ្រប់គ្នាពិតជាស្រស់ស្រាយពីព្រោះធ្វើកិច្ចការផ្សេងៗរយៈពេលមួយសប្តាហ៍ទាំងអស់តែយើងមានពេលវេលាឈប់សម្រាកក៏ដូចជាមានពេលវេលាក្នុងការដែលយើងមានកម្មវិធីដំណើរកម្សាន្តជាមួយគ្នាបែបនេះគឺមិនសូវជាមានជាច្រើនដងប្រហែលទេដោយសារសុទ្ធតែអ្នករវល់ក៏ដូចជាមានកិច្ចការផ្សេងៗចាអញ្ចឹងមកដល់គឺសប្បាយមែនតើម្នាក់ចាទាំងក្មេងទាំងចាឥឡូវវីដេអូយើងគឺមានតែប៉ុណ្ណេះអរគុណច្រើនសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like share និង subscribe channel YouTube របស់នាងខ្ញុំមួយផងដើម្បីនឹងទទួលបាននូវវីដេអូថ្មីៗ